ដោយសន្តិភាពត្រឹមតែជាបងប្អូនទេណាម្ល៉េះឡានេះទៅជាប្អូនថ្លៃរបស់បងមិនអាចផ្លាស់ប្ដូរទៅជាអ្វីបានទេហើយខ្ញុំក៏សូមឲ្យឡាគោរពខ្លួនឯងផងកុំធ្វើអ្វីដែលមិនសមភ្នែកអ្នកដទៃជាពិសេសគេលើនេះដួងដានគេធំហើយកុំឲ្យគេខកចិត្តនឹងមិនអាចគេឲ្យសោះបើសិនជាចង់និយាយអីចាំនិយាយគ្នានៅពេលក្រោយទៀតចុះនាងនេះមិនដឹងទៅដល់ណាវាអាត្មាណែហើយនៅមិនទាន់មកទៀតត្រឹកនៅនឹងហើយបានទៅនៅនឹងហ្មងបៃលិនអើយសូមជួយចាំពីសន្យាយើងសូមសញ្ចាអធិដ្ឋានសូមជួបគ្រប់ជាសូមនេះកុំឲ្យយើងឃ្លីរយពួនម៉ឺនជាតិសន្យាថាស្នេហ៍រហូតថ្ងៃនេះកងៅទៅចាប់តាមធ្វើការនៅដីត្បូងនោះមែនទេឥឡូវចេះចុះចាំបងទៅទទួលអូនក៏បានដែរកុំមកពិបាកដល់លពូហើយបើកងៅចង់មកជាមួយកម្មករនៅទីនោះក៏តាមចិត្តចុះតែពេលណាបើគ្មានអ្នកមកជាមួយនោះចាំគិតបន្តទៀតឬមកទៅឲ្យបងទៅទទួលកងៅក៏បានដែរបងយល់ព្រមជានិចខ្ញុំដឹងហើយថាបងគិរីនៅចាំជួយខ្ញុំព្រោះថាយើងអាចទុកចិត្តបានក៏ប៉ុន្តែបន្តិចទៀតនេះបងនឹងត្រូវភ្ជាប់ពាក្យហើយបងក៏នឹងត្រូវរៀបការហើយខ្លាយទៅជាប្តីគេទៅហើយបែបនេះខ្ញុំមិនអាចពឹងបងគិរីបានរហូតទេណាខ្ញុំចង់ទម្លាប់ខ្លួនឯងមិនត្រូវពឹងបងរហូតទេព្រោះអត់ពីបងទៅខ្ញុំពិតជាពិបាកហើយកងៅមិនក៏អូនគិតអញ្ចឹងនេះបងស្មានតែកងៅយល់ចិត្តបងហាញតាគ្មានថ្ងៃដែលបងភ្ជាប់ពាក្យឬរៀបការជាមួយផ្សេងនោះទេកងៅចាំមើលបងចុះមិនថាត្រឹមជាបងស្រីសូម្បីតែឪពុកម្ដាយក៏មិនបង្ខំចិត្តកូនឲ្យរៀបការតាមចិត្តគាត់បានដែរមានគំរូទុំហើយនឹងគេស្រាប់ហាញតាពួកគេណាអាចស្ថាបជាមួយគ្នាបានដើម្បីស្នេហាដ៏បរិសុទ្ធរបស់គេមកដល់សម័យនេះទៅហើយនៅប្រទេសស្នាក់នំមិនធំជាងនេះទៀតទេនេះពិតជាមិនល្អនោះទេសម័យនេះមិនទទួលយកឡើយកងៅអូនគិតចាំពីហើយស្នេហាទុំហើយនឹងទាវគេអាចពោពាននឹងគ្នាបានក៏ដោយសារតែពួកគេមានបេះដូងតែមួយចិត្តតែមួយតែរឿងពួកយើងវាមិនដូចគ្នាទេណាបងគិរីខ្ញុំជាមនុស្សដែលយកពាក្យកតញ្ញូជាចាំបាច់ហើយខ្ញុំមិនចង់ឲ្យបងគិរីកាត់ផ្ដាច់មនោសញ្ចេតនារវាងបងប្អូនដោយសារតែខ្ញុំនោះទេ
ពួកយើងអាចរាប់អានគ្នាជាមិត្តល្អប៉ុន្តែពួកយើងមិនអាចទៅបំផ្លាញទឹកចិត្តរបស់សាច់ញាតិដោយសារតែរឿងផ្ទាល់ខ្លួនបាននោះទេណាបងគិរី បើអញ្ចឹងយើងមានតែការតាំងចិត្តផ្សេងគ្នាហើយកងោចង់បញ្ឈប់តែបងចង់បន្តបងចង់បង្ហាញឲ្យកងោឃើញថាបងជាមនុស្សរឹងមាំដូចថ្មភ្នំអញ្ចឹងគឺដូចជាឈ្មោះរបស់បងនឹងតស៊ូឲ្យទៅបានសម្រេចឲ្យអូនព្រមរៀបការជាមួយបងហើយក៏មានបងគីមក៏ជាយល់ព្រមដែរប៉ុន្តែម្យ៉ាងទៀតនោះកងោទុកពាក្យបងខ្លះផងទេកុំសម្លឹងឃើញប្រុសផ្សេងដែលមិនមែនជាបងអសនណាកុំសម្លឹងឃើញប្រុសផ្សេងដោយសារតែឃើញគេមានទ្រព្យសម្បត្តិជាបងនោះព្រោះថាទ្រព្យសម្បត្តិមិនអាចទិញដូរស្នេហាបរិសុទ្ធបានទេចឹងអង្គុយលេងនៅទីនេះដូចជាយូរដែរហើយគួរតែល្មមត្រឡប់ទៅវិញហើយណាបងជប់សិនណែកងោនេះរលែតមិនព្រមឆ្លើយជាមួយបងរហូតហើយនេះណាហើយមិនឆ្លើយក៏បានតែបងបាននិយាយពីអ្វីដែលបងចង់និយាយប្រាប់អស់ហើយដូច្នេះអូនចាំទុកផងណាចាំទុកណាកងោចាំផងកងោចាំបងផងកុំមកចោលបងតែចាកុំមកសិនកងោចាំបងផងកងោចាំផងស្អីវាថ្មណាស់មិនទាន់មកដល់ទៀតវ៉ៃម៉ែមកដល់ហើយហ៎ចាម៉ែម៉ែលិនអើយសូមជួយចាំពីសន្យាតែបងឯងនឹងពុកឯងនៅហាងត្បូងនោះព្រោះថ្ងៃហ្នឹងយើងងើបរៀងយឺតពេកដាក់ទៅចាំម៉ែចាំខ្ញុំយកទៅជូនពុកហើយចាំត្រឡប់មកវិញចាប់ញ៉ាំបាយក៏បានដែរទៅឲ្យវាលឿនទៅហើយថ្មណាស់ហើយនេះអីពិតជាឃ្លានយ៉ាងណាទេធ្លាប់រត់ដល់ណាដាក់ឲ្យទៅវាព្រឹកឃ្លានថ្មណាគឺហូបថ្មហ្នឹងប៉ុន្តែឥឡូវថ្មនៅទៅហើយយើងរងចាំមើលភ្លើងឯងហ្នឹងណានឹងអាចយកសត្វទៅឲ្យពុកឯងនឹងបកស្រីឯងនេះយូរជីកង់ឲ្យត្រឹកនៅនឹងហើយបានជាថ្មនេះទៅមកដល់ផ្ទះអូយខ្ញុំសុំទោសម៉ែទៅឲ្យវាលឿនទៅបងមិនដឹងជាឃ្លានប៉ុណ្ណាទេម៉ែខ្ញុំទៅសិនហើយណាចាំខ្ញុំមកវិញចាំបន្ទោខ្ញុំតទៀតណានិយាយគ្មានឲ្យជ្រុំមួយម៉ាត់ផងនេះប៉កែនោះប៉កែមិនដែលព្រមស្ងាត់ដៃគូស្អីទៅតារាគូប្រឆាំងមិនថាទេសូមបីតែទិញដីត្បូងក៏វាឆ្លៀតទិញដីជាប់ប៉ាដែរណាថ្ងៃមុនវិតែនឹងមានទំនាស់ជាមួយនឹងគ្នាដោយសារតែរឿងដីត្បូងហ្នឹងប៉ាធ្លាប់ចាញ់វាតែរឿងមួយប៉ុណ្ណោះ
បើនិយាយពីរឿងរស់ស៊ីវិញអាផានិតវាមិនខ្លាំងជាងប៉ាទេណាឥឡូវប៉ាចង់ទៅមើលជាងឆ្នៃត្បូងនៅខាងក្នុងបន្តិចហើយឮថាកូនចង់ទៅផ្សារចាំប៉ាឲ្យសពរឡានគេជូនកូនទៅ បាទលោកប៉ា ឆាប់ទៅចុះកូន នាងមកពីណាហេតុអីបានជាសុកសុកមកសុំធ្វើការនៅដីឡូរបស់លោកផានិតទៅវិញយើងមិនអាចឲ្យនាងពាក់ព័ន្ធជាមួយនឹងការងារនៅដីឡូឬក៏ជាមួយនឹងកូនដារបស់យើងជាដាច់ខាតយើងត្រូវតែដឹងពីនាងឯងឲ្យបានច្បាស់លាស់ លោកស្រីពូខាន់មហោ ឲ្យនាងខាន់រងចាំខាងក្រៅសិនទៅនាងទីនបន្តិចទៀតយើងនឹងចុះទៅហើយ này hai lọ mình thọp chi lan thế ban chỉ bác thuê lan mình mơ mộng mơ cày trắng bà bác thuê lan rồi biệp ní nè ai thuê cây miên cua thằng bán này lộc đăng tí ខ្ញុំអត់មានផ្នែកក្រោយទេធ្វើមិនដឹងនាងមកចិត្តឡានរបស់ខ្ញុំទៅផ្លូវមកកគូហេតុតែមកជានឹងមិនឈុំមកឈប់ចិត្តឡានខ្ញុំធ្វើទៅ ខ្ញុំមិនបានចង់មកបច្ច្រៀតជាមួយនឹងឡានរបស់លោកទេតែខ្ញុំត្រូវឈប់នៅត្រង់នឹងដែរមកពីលោកនឹងបាត់ទ្វារឡានមិនចេះមើលខ្ញុំឃើញឡានឈប់នៅស្ងៀមអ្នកណាទៅដឹងថាជាលោកហើយក៏មិនដឹងថាលោករហ័នមកបាក់ទ្វារឡានអីបែបនេះដែរ ណែនាងបុកប៉ុណ្ណឹងសោះកុំប្រឹងស្រែកចង្ជើចខ្លាំងម្លេះខ្ញុំចាញ់ថ្លៃម្ហូបឲ្យក៏បានដែរមើលទៅនាងក៏គ្មានត្រូវរបួសស្អីដែរហើយđâyបានជាខំតវ៉ាមិនឈប់សោះអញ្ចឹង ខ្ញុំមិនចាំបានលុយថ្លៃម្ហូបពីលោកទេប៉ុន្តែខ្ញុំស្ដាយម្ហូបរបស់ខ្ញុំពុកខ្ញុំបងស្រីខ្ញុំមិនទាន់បានហូបផងហើយគ្រប់គ្នាសិតតែឃ្លានទោះលោកសងលុយខ្ញុំក៏ខ្ញុំមិនដឹងថាតើទិញម្ហូបនៅឯណាដែរ ទិញនៅក្នុងហាងទៅហាងនៅមុខផ្សារមកកគូហើយđâyមកជានឹងថាគ្មានទៅវិញ ម្ហូបក្នុងហាងវាថ្លៃណាស់ណាលោក ថ្លៃក៏ដោយថោកក៏ដោយវាគឺជាលុយរបស់ខ្ញុំហើយវាក៏មិនមែនជាលុយរបស់នាងដែរ បើមានរដី កងៅមានរឿងអីកុំជជែកគ្នាអីណានេះអ្នកប្រុសតារាដែលជាម្ចាស់ហាងដែលបងធ្វើការនៅទីនេះណា ហ
ជជែកជាមួយគាត់ធ្វើអីទៅបើជ្រុលជាកពុបហើយឲ្យវាកពុបទៅចោះណាអូន តារា បាទលោកប៉ា មានរឿងស្អីគេ គ្មានរឿងអីធំដុំទេលោកប៉ាគ្រាន់តែបានជប់ស្រីមករឹងកពុបបាយសម្លប៉ុណ្ណឹងធ្វើដូចជារឿងធំដុំយ៉ាងអញ្ចឹង ជំរាបសួរលោកថាកែ មិនអីទេណាកងោកបាយនៅសល់ដែរតាបងអាចញ៉ាំបានមិនចាំបាច់វែងឆ្ងាយទេណាមួយអូនឆាប់ត្រឡប់ទៅផ្ទះវិញចុះហើយឯងក៏មិនទាន់ញ៉ាំបាយដែរមែនទេ ចាខ្ញុំមិនតបបានញ៉ាំផង តែបងញ៉ាំបាយទៅទេយ៉ាងម៉េចទៅបងចាំខ្ញុំទៅរកទិញត្រីងៀតនៅឯផ្សារចាំឲ្យបងណាបងចាំមួយផ្លែតទេឲ្យខ្ញុំសុំទៅផងលោកថាកែដែលខ្ញុំមកលោឡានៅមុខហាងរបស់លោកថាកែ មិនអីទេកងៅណែចាំខ្ញុំចេញថ្លៃម្ហូបឲ្យណារឿងប៉ុណ្ណឹងគឺវាមិនអីទេ ខ្ញុំអរគុណលោកថាកែហើយតែខ្ញុំមានលុយខ្លះដែរខ្ញុំអាចទៅទិញម្ហូបដោយខ្លួនឯងបានហើយមុននេះខ្ញុំរករឿងកុំប្រុសលោកថាកែដោយសារតែខ្ញុំមិនបានស្គាល់តែឥឡូវលែងបញ្ហាអីហើយអញ្ចឹងខ្ញុំសុំលាលោកថាកែសិនហើយបងស្រីចាំមកផ្លែតទៅណាខ្ញុំមកវិញឥឡូវហើយ ឆាប់មកវិញណាកងោក ចាបង លោកប៉ា ក្រែងកូនចង់ទៅផ្សារបើអញ្ចឹងកូនទៅចុះចាំម៉ោង 3 ចាំមកទទួលប៉ាណា បាទលោកប៉ា បាទលោកស្រីខ្ញុំស្គាល់ក្មួយកង្កោកនោះច្បាស់ណាស់ព្រោះផ្ទះរបស់ពួកយើងនៅក្បែរគ្នាហើយកង្កោកគឺជាកូនរបស់លោកបងផាន់ជាជាងឆ្នៃត្បូងឲ្យលោកថកែវិរៈហើយគាត់មានកូនស្រី2នាក់កូនច្បងឈ្មោះមេរដីឯនាងប្អូនឈ្មោះនាងកង្កោកហើយសពថ្ងៃនេះនាងគឺជាគ្រូរបាំនៅឯសាលាខេត្ត កង្កោកជាកូនបង្កើតរបស់ជាងឆ្នៃត្បូងនោះឬក៏ជាកូនចិញ្ចឹមទេ បាទគឺជាកូនបង្កើតលោកស្រីហើយបើតាមខ្ញុំដឹងកង្កោកមិនមែនជាកូនបង្កើតរបស់អ្នកម៉ៃទេគឺអ្នកម៉ៃមានកូនស្រីតែមួយគឺមេរដីហើយចំណែកកង្កោកនោះគឺជាកូនសង្សារចាំងរបស់គេហើយមើលទៅហើយឮថាមិនឯគេស្លាប់បាត់ហើយលោកស្រីហើយលោកបងផាន់ក៏យកគេមករស់នៅជុំគ្នាជាមួយអ្នកម៉ៃហើយអ្នកម៉ៃនេះស្អប់កង្កោកខ្លាំងណាស់ព្រោះលោកបងផាន់នេះបត់ចិត្តអ្នកម៉ៃទៅមានស្រីផ្សេង
ហើយថែមទាំងមានកូនចៅយកឲ្យមកចិញ្ចឹមថែមទៀតផងលោកស្រី ខ្ញុំចង់ឲ្យខាន់ជូនខ្ញុំទៅផ្ទះរបស់កងោកឥឡូវនេះតើស្មាននេះកងោកគេនៅផ្ទះដែរអត់ បាទលោកស្រីស្មាននេះកងៅគេនៅផ្ទះហើយ ល្អហើយអញ្ចឹងខាន់បញ្ញាប់ចេញឡានទៅឥឡូវនេះភ្លាមទៅហើយរឿងដែលខ្ញុំទៅជួបជាមួយនឹងកងោកនោះមិនបាច់ប្រាប់កូនដែរឲ្យដឹងទេណាលឺហើយនៅ បាទលោកស្រី កងោកពិតជាផូនបង្កើតរបស់មានរដីមែនណាហេតុអីក៏ពីមុនខ្ញុំមិនដែលឃើញគេអញ្ចឹង ចាកងើមគឺជាបងស្រីបង្ការរបស់ខ្ញុំគេធ្វើការនៅសិល្បៈខេត្តជាអ្នកគ្រូរបាំគេមិនសូវមានពេលមកផ្ទះនោះទេហើយក៏មិនសូវមានពេលមកហាងដែរទៅបានជាលោកតកែមិនបានឃើញគេ ជាគ្រូសិល្បៈផងវាដូចជាមិនសមសោះហេតុអីក៏មនុស្សមានមុខមាត់ដូចគ្នាដល់ម្លឹងចំណង់ចំណូលចិត្តក៏ដូចគ្នាវាពិតជាមិនសមទេ លោកតកែនេះលោកតកែនិយាយថាម៉េចហ្នឹងកងើមមកដូចជាអ្នកណាគេដែរទៅ បងមានត្រីងៀតទេ អត់មានត្រីងៀតទេមានតែត្រីអាំងយកដែរអត់ ត្រីអាំងក៏បានដែរថ្មីអត់ហ្នឹង សិតតែថ្មីទាំងអស់ហ្នឹង ព្រោះអីបើមិនថ្មីទេវាអត់ឆ្ងាញ់ទេណានេះខ្ញុំយកពីចកនេះ ណែលូត្រីពីរក្បាលនេះថ្លៃប្រហែលចាំគិតលើពីខ្ញុំ មិនបាច់ទេខ្ញុំប្រាប់ហាញ់តាថាអ្នកប្រុសមិនបាច់ចេញលុយថ្លៃម្ហូបទេហើយអ្នកប្រុសតាមមកចេញលុយទៀតធ្វើអី ពីព្រោះខ្ញុំគឺជាមនុស្សម្នាក់ដែលមិនចូលចិត្តឲ្យគេរិះគន់បើសិនជាខ្ញុំបានធ្វើអ្វីខុសទៅហើយនោះខ្ញុំអាចទទួលយកបាន